ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅស្វែងយល់ពីជំងឺខ្សោយតម្រងនោមមួយយ៉ាងដែលគេហៅថាខ្សោយតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងមូលហេតុជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងមូលហេតុគឺជាជំងឺខ្សោយតម្រងនោមមួយយ៉ាងដែលកើតនៅលើអ្នកជំងឺដែលមានវ័យចន្លោះពី20ទៅ40ឆ្នាំគ្មានប្រវត្តិជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមឬក៏ជំងឺតម្រងនោមផ្សេងៗពីមុនមកទេភាគច្រើនពួកគាត់ជាអ្នកដែលរស់នៅតំបន់ជនបទប្រកបរបរកសិកម្មឬការងារផ្សេងៗនៅតាមកម្លាំងប្រឈមជាមួយនឹងកម្ដៅថ្ងៃនិងការបាត់បង់ជាតិទឹកថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីចែករំលែកជូនពុកម៉ែបងប្អូនទាក់ទងជាមួយនឹងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃជាទូទៅច្រើនកើតនៅលើអ្នកជំងឺដែលមានប្រវត្តិទឹកនោមផ្អែមលើសសម្ពាធឈាមហើយមានអាយុលើសពី60ឆ្នាំក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅស្វែងយល់ពីជំងឺខ្សោយតម្រងនោមមួយយ៉ាងដែលគេហៅថាខ្សោយតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងមូលហេតុជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងមូលហេតុគឺជាជំងឺខ្សោយតម្រងនោមមួយយ៉ាងដែលកើតនៅលើអ្នកជំងឺដែលមានវ័យចន្លោះពី20ទៅ40ឆ្នាំគ្មានប្រវត្តិជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមឬក៏ជំងឺតម្រងនោមផ្សេងៗពីមុនមកទេភាគច្រើនពួកគាត់ជាអ្នកដែលរស់នៅតំបន់ជនបទប្រកបរបរកសិកម្មឬការងារផ្សេងៗនៅតាមកម្លាំងប្រឈមជាមួយនឹងកម្ដៅថ្ងៃនិងការបាត់បង់ជាតិទឹកដោយសារតែពួកគាត់ប្រឈមជាមួយនឹងកម្ដៅថ្ងៃខ្លាំងងាយនឹងបាត់បង់ជាតិទឹកច្រើនប្រឈមមុខជាមួយនឹងថ្នាំកសិកម្មថ្នាំសម្លាប់សត្វល្អិតឬថ្នាំបំពុលផ្សេងៗដែលងាយនឹងប៉ះពាល់ដល់តម្រងនោមប្រឈមជាមួយនឹងកង្វះទឹកស្អាតប្រើប្រាស់ការបំពុលក្នុងសារធាតុទឹកនិងកត្តាផ្សេងៗមួយចំនួនទៀតជាទូទៅជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងមូលហេតុវិវត្តយ៉ាងស្ងៀមស្ងាត់ជាទីបំផុតនៅដំណាក់កាលដំបូងអ្នកជំងឺគ្មានស្ដែងចេញជារោគសញ្ញាអ្វីទាំងអស់អញ្ចឹងហើយទើបអ្នកជំងឺខ្សោយតម្រងនោមប្រភេទនេះភាគច្រើនមកជួបគ្រូពេទ្យនៅដំណាក់កាលធ្ងន់ធ្ងរខ្សោយតម្រងនោមរ៉ាំរ៉ៃចុងក្រោយឬក៏ឈានទៅដល់ការលៀនឈាមអ្នកជំងឺមួយចំនួនអាចស្ដែងចេញជារោគសញ្ញាដូចជាស្លេកស្លាំងអស់កម្លាំងរហ័សរហៃថយចុះផ្នែកស្មារតីវិលមុខធីងធំក្អួតចង្អោរបាត់ចំណង់អាហារហើមដៃហើមជើងឬក៏ថយចុះនៅបរិមាណទឹកនោមជាដើមដើម្បីកំណត់រោគវិនិច្ឆ័យជំងឺនេះឲ្យបានជាក់លាក់ប្រជាជនដែលមានការសង្ស័យថាខ្លួនមានជំងឺខ្សោយតម្រងនោមត្រូវតែមកជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យព្យាបាលតាមដែរគ្រូពេទ្យនឹងសន្មតថាអ្នកជំងឺមានខ្សោយតម្រងនោមរ៉ាំរ៉ៃប្រភេទនេះឬក៏អត់ដោយពឹងផ្អែកទៅលើកត្តាសំខាន់ពីរយ៉ាងទី1គឺកត្តាបុគ្គលមានថាពួកគាត់ជាអ្នកដែលរស់នៅតាមជនបទឬតាមដងទន្លេឬក៏អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទីខ្ពស់ទី2គឺពឹងផ្អែកលើការធ្វើតេស្តវិទ្យាសាស្ត្រតាមរយៈការតេស្តឈាមបង្ហាញថាអ្នកជំងឺមានកម្រិតចម្រោះតម្រងនោមធ្លាក់ចុះទាបតូចជាង60មីលីលីត្រក្នុង1នាទីការធ្វើតេស្តទឹកនោមបង្ហាញថាអ្នកជំងឺគ្មានវត្តមានជាតិសាច់ឬក៏ជាប្រូតេអ៊ីននៅក្នុងទឹកនោមឬក៏មានតិចតួចក្នុងករណីដែលពិបាកកំណត់ឬមិនអាចកំណត់ប្រភេទនៃជំងឺខ្សោយតម្រងនោមនេះបានគេអាចឈានទៅដល់ការច្រឹបសាច់តម្រងនោមដើម្បីទៀងទាត់សម្រាប់ការព្យាបាលមកទល់ពេលបច្ចុប្បន្ននេះมันមានវិធីសាស្ត្រណាមួយដែលអាចជួយព្យាបាលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃឲ្យជាសះស្បើយបានឡើយទេក៏ប៉ុន្តែការកំណត់រោគវិនិច្ឆ័យបានលឿនជួយឲ្យគ្រូពេទ្យអាចព្យាបាលទៅលើរោគសញ្ញាផលវិបាកក៏ដូចជាទប់ស្កាត់កុំឲ្យអ្នកជំងឺវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរឬក៏ដំណាក់កាលនៃការលាងឈាមលឿនពេកសម្រាប់វិធានការទប់ស្កាត់ទី1ត្រូវបញ្ជ្រាបការយល់ដឹងដល់ប្រជាជនអំពីជំងឺខ្សោយតម្រងនោមកាំដៃទី2កាត់បន្ថយការប្រឈមជាមួយនឹងកម្ដៅថ្ងៃទី3ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ទី4ប្រើប្រាស់ទឹកដែលមានប្រភពច្បាស់លាស់ឬក៏ទឹកស្អាតទី5កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតថ្នាំផ្សេងៗក្នុងវិស័យកសិកម្មដែលមានសារជាតិបំពុលខ្ពស់ងាយនឹងប៉ះពាល់ទៅដល់តម្រងនោមជាចុងក្រោយសម្រាប់ពុកម៉ែបងប្អូនដែលមានរោគសញ្ញាឬក៏អាការៈមួយចំនួនដែលសង្ស័យគិតថាខ្លួនអាចប្រឈមជាមួយនឹងជំងឺខ្សោយតម្រងនោមពុកម៉ែបងប្អូនអាចអញ្ជើញមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់